ថ្ងៃទី30 ខែមិថុនាឆ្នាំ2026នៅការដ្ឋានសាងសង់អគារសិក្សាសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុគ្រីថ្ងៃនេះខាងក្រុមជាងកំពុងតែរៀបចំចងដែកសម្រាប់ចាក់បេតុងផ្លូវនៅជុំវិញការដ្ឋានសាងសង់អគារសិក្សាសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុគ្រីគ្រឿងចាក់កំពុងតែមមាញឹកក្នុងការរៀបចំធ្វើផ្លូវហើយជុំវិញផ្លូវជុំវិញបរិវេណសាកលវិទ្យាល័យ